បាទជំរាបសួរបងប្អូនសកម្មភាពផ្ដល់ចំណីឲ្យកង្កើបមេពូជបងប្អូននេះក្រៅពីយើងប្រកាត់ពើហើយយើងមកបើកម្លាំងវាមកនេះឆ្នាំអរម៉ូនជំនួយផ្សំពើឲ្យវាស៊ីមេ100ក្បាលហើយបានៅត្រង់ខាងនោះបងបាមើលទៅឃើញត្រង់រហូតនៅក្នុងអាងស្រះទៅបាក់ដល់នេះគឺជាមេពូជចាប់ផ្ដើមបំពន់វាខែ4គឺអាចបង្កាត់បានទៀតហើយបងខែ4ចូលដល់ខែ4គឺខ្ញុំបង្កាត់ហើយខែ4ថ្ងៃទី5អីគឺបង្កាត់ទៀតហើយអានេះគឺជាអាងកូនកង្កែបដែលខ្ញុំបង្កាត់ម្សិលមួយថ្ងៃវាមានអាយុ2ថ្ងៃហើយបងប្អូនមានអាយុ2ថ្ងៃហើយនេះបងប្អូនខ្ញុំស៊ូមមើលបងពីស្មៅហ្នឹងគឺកូនក្អកហើយអាងគឺมันមានច្រើនទេល្បាក់3000នេះទេមើលនេះគឺខ្ញុំស៊ាំវាស្អែកគឺខ្ញុំបាចទឹកថ្នាំហើយតែបើសិនថ្ងៃនេះមានកម្ដៅគឺខ្ញុំបាចទឹកថ្នាំការពារកុំឲ្យវាងាប់បងប្អូនខ្ញុំស៊ូមឲ្យបងប្អូនមើលទៅឃើញស្មៅហ្នឹងហើយហាហ្នឹងនឹងគឺជាកូនក្អកដែលទៅមានអាយុ2ថ្ងៃបងប្អូនហើយនៅមានកូនក្អកអាយុ6ថ្ងៃបងប្អូនបាទបងប្អូនអានេះគឺជាកូនក្អកអាយុ6ថ្ងៃមើលទៅហ្នឹងមានល្បាក់4000ជាងអីទេបងប្អូន 4-5000 តែប៉ុណ្ណានេះមានអាយុ6ថ្ងៃហើយល្ងាចហ្នឹងគឺខ្ញុំចាប់ផ្ដើមលាងទឹកវាហើយបងប្អូនល្ងាចហ្នឹងគឺមិនមែនល្ងាចទេគឺឥឡូវហ្នឹងប្រហែលគឺខ្ញុំចាប់ផ្ដើមលាងទឹកវាឲ្យស្អាតហើយនេះគឺជាមេប៉ាពូជដែរបងប្អូនសម្រាប់កាត់ខែ12គឺបង្កាត់បានតមកនេះគឺឈ្មោះដែលខ្ញុំប្រឹងថែខ្វះឈ្មោះនេះប្រឹងថែបងប្អូនឈ្មោះលាយមេអញ្ចឹងមេខ្លះក៏មានកសោមពើហើយមេធំមានកសោមពើហើយមានក្រៀតមួយដែរណាខ្លះមានក្រៀតហើយនេះគឺសូមប្រាប់បងប្អូនដៃថ្មីពេលដែលយើងបង្កាត់កង្កែបយើងត្រូវមានមើងឬក៏មានស្បៃការពារអាណាំងវាខ្លាចសត្វចុះចឹកកូនសត្វចុះចឹកគឺខ្ញុំអស់មកតង់ហើយសត្វចុះចឹកអស់តង់ខាងហ្នឹងគឺសត្វចុះចឹកស៊ីអរលីងហើយនេះគឺសកម្មភាពថតផ្ដល់ចំណីពេលព្រឹកបងប្អូនត្រូវការកូនកង្កែបឲ្យអាចតំណាក់ទៅនឹងខ្ញុំបានបងប្អូនចូលខែពាក់កណ្ដាលខែ4គឺមានកូនកង្កែបលក់ហើយបងប្អូន